បាទសួស្តីបងប្អូនជាកសិករស្វ័យកែវមានទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺជំហានទី3បងប្អូនជំហានទី3អញ្ចឹងខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនឹងបន្ទាប់ពីយើងបានបាញ់ជំរុះកាលពីថ្ងៃទី12ខែ6 2025អញ្ចឹងខ្ញុំចុះមកមើលពិនិត្យមើលតើវាចេញបែបណាហើយអញ្ចឹងណាឥឡូវខ្ញុំឃើញជាក់ស្ដែងគឺចេញស្រស់បងប្អូនចេញមកហើយអញ្ចឹងយើងពិនិត្យនឹងក្នុងការពារដើម្បីកុំឲ្យទៅកៅស៊ីតន់អញ្ចឹងពេលខ្លះបើយើងមើលអត់ទាន់ទេទៅកៅស៊ីអស់ហើយអញ្ចឹងយើងមិនអាចថែវាបានខាតទាំងពេលវេលាខាតទាំងលុយកាក់របស់យើងបងប្អូនអញ្ចឹងជាក់ស្ដែងដូចខ្ញុំចុះមើលផ្ទាល់អញ្ចឹងខ្ញុំចាប់ចុងត្រួយហ្នឹងស្លឹកត្រួយនេះទៅតែចេញមកហ្នឹងគឺខ្លះវាទៅកៅខ្លាញ់ខ្លះបាត់ហើយបងប្អូនអើយអញ្ចឹងអាចថ្ងៃទី24ខ្ញុំចាប់ផ្ដើមបាញ់ខែបងប្អូនអញ្ចឹងអាចប៊ីងយឺតពេលតិចណាបងប្អូនអញ្ចឹងនេះជាវីដេអូរបស់ខ្ញុំផ្ទាល់ខ្ញុំចុះមើលផ្ទាល់បណ្ឌិតមើលផ្ទាល់ដើម្បីយើងជៀសវាងការខូចខាតរបស់យើងដោយប្រការណាមួយដែលយើងមើលមិនឃើញបងប្អូនអញ្ចឹងឃើញថាបន្ទាប់ពីយើងបាញ់ហើយឃើញចេញស្រស់បងប្អូនចេញស្រស់អញ្ចឹងគ្រប់ដើមអញ្ចឹងដើមខ្ញុំថតមើលប្លង់ហើយប្លង់ផ្សេងទៀតអញ្ចឹងយើងស៊ូមមើលអញ្ចឹងទៅឃើញច្រើនបងប្អូនអញ្ចឹងយើងបាញ់ដល់ពេលការពារត្រួយហ្នឹងហើយបងប្អូនអញ្ចឹងយើងត្រូវតែការពារបានល្អដើម្បីកុំឲ្យវាខូចខាតរបស់យើងអញ្ចឹងអរគុណបងប្អូនអញ្ចឹងខ្ញុំនឹងព្យាយាមចេញវីដេអូបន្តឲ្យបងប្អូនបានមើលអរគុណច្រើន